Dân mơ giờ ní thay canh tập ban đây mình tên ấy để viên vậy tha bate Campuchia bỏ dưỡng nướng cứ co cát cái bate bia tê hái co cát nó nóng sầm máy anh đây nị cúm nị dùng bà rạng tê mình mến cát du hai tê nhóm lưới chân hai nhóm mẹ làm hai nhóm ở sầm nổi nhóm trong thật sao nhé hay việc bật điện con trai viên mày tới đập bên chẳng chẳng ngày ní nhóm đừng nóm bộ cháo hai đừng nẹt ở kia từ squad hai ta tá khmé cát được bên ná hai tá cháo cát được bên nè chẳng cùng lịch mơ video ní đó chóp đầm mấy tục chi trong nẻ đấng tới cánh con traiចំនួនក្រោយទាំងអស់គ្នាយកសម័យបរិយប្រវត្តិឬ The Roots តាមពិតទៅវត្តមានមនុស្សនៅលើទឹកដីកម្ពុជាមិនមែនទើបតែមានរាប់រយឆ្នាំនោះទេប៉ុន្តែគឺមានតាំងពីយុគថ្មរំលីងមកម្លេះពោលគឺប្រហែល 6000 ឆ្នាំមុនគ្រិស្តសករាជកាលនោះបុព្វបុរសយើងរស់នៅតាមលអាងភ្នំនិងចាប់ផ្ដើមចេះធ្វើកសិកម្មជាលើកដំបូងការកកើតអាណាចក្រដំបូងឬ First Kingdom បើងាកមកមើលការកកើតជារដ្ឋវិញកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់តាមរយៈអាណាចក្រភ្នំឬ Funan នៅសតវត្សទី 1 នៃគ្រិស្តសករាជនេះជាពេលដែលវប្បធម៌ឥណ្ឌាចាប់ផ្ដើមហូរចូលមកហើយការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋត្រូវបង្កើតឡើងដោយមានរបៀបរៀបរយចំណុចកំពូលឬ The Golden Era របបដ៏សំខាន់បំផុតគឺក្នុងឆ្នាំ802នៃគ្រិស្តសករាជជាពេលដែលព្រះបាទជ័យវរ្ម័នទី 2 បានបង្រួបបង្រួមជាតិនិងស្ថាបនាអាណាចក្រខ្មែរឲ្យក្លាយទៅជាមហាអំណាចនៅអាស៊ីដែលយើងស្គាល់ថាជាសម័យអង្គរដ៏រុងរឿងសរុបមកកម្ពុជាមានប្រវត្តិសាស្ត្រវែងឆ្ងាយរាប់ពាន់ឆ្នាំចាប់តាំងពីសហគមន៍តូចៗរហូតក្លាយជាអាណាចក្រដ៏អស្ចារ្យក្នុងនាមជាកូនខ្មែរយើងត្រូវរួមគ្នាថែរក្សាកេរដំណែលដ៏មានតម្លៃនេះប្រភពនៃជនជាតិថៃជនជាតិតៃដែលជាបុព្វបុរសថៃបានធ្វើចំណាក់ស្រុកចូលមកពីភាគខាងត្បូងនៃប្រទេសចិននៅចន្លោះសតវត្សទី 8 ដល់ទី 13ពួកគេបានផ្លាស់ប្ដូរទីចូលមកទៅខាងត្បូងបន្តិចម្ដងដើម្បីស្វែងរកដីដែលមានជីជាតិនិងគេចពីសង្គ្រាមនៅចិននៅពេលចុះមកដល់តំបន់អាស៊ីអាគ្នេយ៍ពួកគេបានមករស់នៅលេឡំនិងទទួលបានឥទ្ធិពលពីវប្បធម៌ពីម្ចាស់ស្រុកដើមគឺអាណាចក្រខ្មែរនិងអាណាចក្រមនរហូតដល់ឆ្នាំ1238ជនជាតិតៃបានបោះបោរផ្ដាច់ខ្លួនពីអាណាចក្រខ្មែរហើយបង្កើតរដ្ឋដំបូងរបស់ពួកគេគឺអាណាចក្រសុខោទ័យក្រោយមកអាណាចក្រអយុធ្យា1350ដល់1767បានក្លាយទៅជាមហាអំណាចដ៏រុងរឿងសម័យនេះថៃបានពង្រីកឥទ្ធិពលនិងទទួលបានវប្បធម៌ពីសិល្បៈខ្មែរយ៉ាងច្រើនពីដើមប្រទេសនេះគេស្គាល់ថាសៀមប៉ុន្តែនៅឆ្នាំ1937ឈ្មោះនេះត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅជាថៃដែលមានន័យថាដីនៃសេរីភាពតាមពិតទៅពួកគេនិយាយថាដីនៃសេរីភាពតាមពិតមិនមែនទេគឺដីនៃអាណាចក្រចៅសរុបមកថៃចាប់កំណើតពីការចំណាកស្រុកនិងការកសាងអាណាចក្រជាបន្តបន្ទាប់រហូតក្លាយទៅជាប្រទេសចៅដោយសពថ្ងៃសូមអរគុណ